បាទសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយតោះយើងមកធ្វើការដាំបន្លែទាំងអស់គ្នាបាទឥឡូវនេះគឺខ្ញុំបានកាប់ដីបានខ្លះហើយបងប្អូនហ្នឹងហើយអានេះដើមក្រូចបងប្អូននេះដើមក្រូចការក្រូចសាច់ណាចង់ប្រាប់ថាដីនេះគឺម្ចាស់គាត់គឺគាត់ទៅកាណាដាបាត់ហើយបាទហើយខ្ញុំនឹកឃើញអាស្ដាយដីហ្នឹងឃើញចន្លោះអីចឹងទៅខ្ញុំធ្វើការដាំអញ្ចឹងទៅហើយកន្លែងនេះខ្ញុំនឹងកន្លែងនេះហ្នឹងបងប្អូនហ្នឹងហើយខ្ញុំនឹងធ្វើការដុតសម្រាប់កន្លែងហ្នឹងអស់ហើយខ្ញុំធ្វើការបញ្ចូលទឹកដើម្បីចិញ្ចឹមត្រីហ្នឹងហើយនិយាយទៅខាងនេះសុទ្ធតាស្រះឈូកបងប្អូនហ្នឹងហើយផ្ទះនេះគឺនៅជុំវិញស្រះបងប្អូនហើយនិយាយបើថាត្រីវិញអត់ទៅហើយបកាហូបហ្នឹងហើយអត់បកាហូបត្រីបាទផងខ្ញុំបានប៉ុណ្ណេះហើយបងប្អូននេះលហុងបានប៉ុណ្ណេះហើយនឹងដើមម្រះព្រៅប៉ុណ្ណេះហើយហ្នឹងហើយឥឡូវយើងបានផលខ្លះហើយនេះចក្រីហើយម្ដេងខ្ញុំកាប់លើហើយនោះខ្ញុំដុតពីម្សិលមួយថ្ងៃហ្នឹងខ្ញុំកាប់គាស់វាដើម្បីយកទៅលក់ហើយយើងបាន1គីឡូ2គីឡូដែរបងប្អូនហ្នឹងហើយយើងធ្វើការដាំឥឡូវnakកាប់ដីហត់ហ្នឹងnakកាប់ដីបាទហើយយើងតម្លាយើងបានប៉ុណ្ណេះហើយហ្នឹងហើយចង់ប្រាប់បងប្អូនថានៅខាងនេះបងប្អូនសិទ្ធិការឈុកនេះការឈុកជុំវិញសិទ្ធិឈុកតែម្ដងហើយនឹងខាងនោះចការគេដែរគឺមានចការក្រូចចការដូងចការអីចឹងទៅគេដាំដូចយើងដែរហ្នឹងហើយបាទ